ជ័យកុសលសុំសងសឹកបាទការពីប្រកួតលើកមុនក៏បានចាញ់កែវរំចង់ប៉ុន្តែកែវរំចង់ថាការសងសឹកមិនមានបញ្ហាទេបាទគឺថាសងសឹកមកស្រឡាញ់បាទគឺថាសុំសងកន្លែងណាក៏បានដែរចាក្រមត្រៀមក៏មកទៅសងសាច់បាទខុសពីសងសឹកបាទកីឡាករទាំងពីរប្រុងប្រៀបប្រកួតហើយគូទី5ដែលជាគូឯងដំសិតចារៈគាត់សួរខ្ញុំថាអាក្បាច់ណាឆ្ងាញ់ជាងគេបាទហើយខ្ញុំបានប្រាប់គាត់ហើយថាមើលនេះថ្ងៃអាទិត្យតនេអញ្ចឹងបើពឹងក្លែមអាក្បាច់ឆ្ងាញ់ជាងគេឲ្យប្រាប់បងស្រីអាចឆ្ងាញ់ជាងគេហ្នឹងឲ្យប្រាប់បងស្រីថាក្បាច់ឆ្ងាញ់ជាងគេគឺកន្ទង់ឆាក្តៅបាទបាទហើយបន្តិចទៀតនឹងមានការឧបត្ថម្ភជាបន្តបាទគូទី5បាទនេះគឺជាការប្រកួតនៅក្នុងប្រភេទទម្ងន់67គីឡូក្រាមបាទរវាងកីឡាករជ័យកុសលបង្គោលខៀវនិងកីឡាករកែវរំចង់បង្គោលក្រហមអ្នកទាំងពីរនេះធ្លាប់បានជួបគ្នារួចម្ដងហើយកាលពីអំឡុងឆ្នាំ2012ដោយដែលខ្ញុំបានធ្វើការជម្រាបជូនខាងដើមតែដល់លទ្ធផលកែវរំចង់ឈ្នះដោយពិន្ទុបាទប៉ុន្តែជ័យកុសលមិនអស់ចិត្តបាទពីព្រោះថាការប្រកួតនោះគឺថាមានទៅមានមកដូចគ្នាបាទប៉ុន្តែជាលទ្ធផលដោយប្រកបទៅដោយភាពយុត្តិធម៌បាទហើយថ្ងៃនេះដោយឆ្លើយតបទៅនឹងសំណុំពរដ៏ច្រើនលុះលុបរបស់បងប្អូនដែលជាអ្នកស្នេហានិងស្រឡាញ់វិស័យកីឡាប្រដាល់ក្បាច់បុរាណខ្មែរបានសំណុំពរបាទដោយត្រង់បាទមកកាន់ទ្រុទូបាយ័នសូមឲ្យរៀបចំការប្រកួតនេះជាថ្មីម្ដងទៀតបាទឥឡូវនេះឆ្លើយតបទៅនឹងសំណុំពរនេះយើងបាននឹងកំពុងធ្វើការបាទបង្ហាញជូនហើយបាទទឹកទី1កីឡាករកែវរំចង់បង្គោលក្រហមជ័យកុសលបង្គោលខៀវជ័យកុសលគឺជាខ្លាចាស់មួយរូបដែលបានឆ្លងកាត់នៅលើសមរភូមិសង្វៀននេះគឺថារាប់មិនអស់ទេបាទចំណែកឯសិស្សប្អូនកែវរំចង់ដែលជួយចំនួនក្រោយរលកក្រោយក៏កំពុងតែមានគេឈ្មោះបោះសម្លេងបាទនៅលើទីហើយជាអ្នកប្រដាល់របស់ខ្លួននេះបាទហើយយើងក៏សម្គាល់ឃើញថាចុងក្រោយនេះការប្រកួតរបស់កែវរំចង់បាទនិងកីឡាករចេស្តាដែលជាកីឡាករជនជាតិថៃបាទគឺលទ្ធផលកែវរំចង់ឈ្នះដោយពិន្ទុបាទធាក់ជើងឆ្វេងរបស់កែវរំចង់ទៅលើជ័យកុសលធាក់ជើងក្រោមលូកឆ្វេងបាទទឹកទី1នេះបាននៅអបស្គបគ្នាបាទមិនដូចគូដណ្ដើមខ្សែក្រវ៉ាត់អំបញ្ញមិញរបស់យើងនេះទេបាទផ្ដើមចេញពីស្នូជួងមិនលើឡើងទឹកទី1ដំបូងគឺសន្ទុះនៃការវាយនោះគឺថាមានលបឿននោះលឿនបាទมันគិតថាក្នុងប្រជុំជនឬក្រៅទីប្រជុំជនទេបាទអំបញ្ញមិញនេះបាទគឺលបឿនអតិបរមាយកបាទយកភ្លាមបាទហើយក៏សូមបងប្អូនទាំងអស់មេត្តាចូលរួមទាំងអស់គ្នាបាទថ្ងៃនេះនិងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាទបាច់ពិសេសដូចគ្នាជាការបង្ហាញបាទឲ្យឃើញថាបងចេះស្អីប្អូនក៏ចេះនឹងដែរបាទចប់ទឹកទី1ជ័យកុសលបាទសូមធ្វើការសងសឹកជាមួយនឹងសិស្សប្អូនកែវរំចង់បាទកំពុងតែទទួលបានការរំខានពីបងប្អូនដែលជាអ្នកទេសនានៅទីនេះចង់ឲ្យកីឡាករទាំងពីរធ្វើការប្រកួតគ្នាបាទឲ្យបានមានភាពស្វាហាប់ជាងទឹកទី1កន្លងមកបាទជើងស្ដាំទៅជើងស្ដាំមកវិញដូចគ្នាជើងស្ដាំជ័យកុសលជើងស្ដាំកែវរំចង់មិនហ៊ានចេញផ្ដេសផ្ដាស់ដូចគ្នាបាទដៃឆ្វេងថែមស្ដាំរបស់កែវរំចង់មិនមានលទ្ធផលធាក់បាទមួយដៃស្ដាំវាយត្រង់ទៅលើផ្ទៃមុខកែវរំចង់លោកឆ្វេងរបស់រំចង់វាយក្បាលពោះរបស់រំចង់ទៅលើជ័យកុសលថាអត់អីអាបងបាទហើយឡើយនេះគឺថាមើលជក់ទៅគឺថាចង់ភ្លេចអត្ថាធិប្បាយទៅហើយមេធាវីឡើងចង់ស្អកកទៅហើយឥឡូវខ្ញុំបានម្ដងទៅមើលបាទអូបាទហើយតាមការដែលកំបាញ់មិញនេះគឺថាមានបងប្អូនយើងខាងយុវជនច្រើនណាស់មេដឹកនាំយុវជនតាមបណ្ដាខេត្តបាទទៅសញ្ញោហ្មងកំបាញ់មិញមុននេះបន្តិចគឺនៅជាមួយគ្នាមហាសន្និបាតពីសម្ាញ់តំណាងទូទាំងប្រទេសត្រូវបានបែរជាបញ្ចប់ហើយទៅបានមើលទូរទស្សន៍ហើយបងឯកឧត្តម
ម៉ៅធនិនមេប្រធានយុវជនគណៈបករបស់ខេត្តស្ទឹងត្រែងហើយអាដាមវ៉ាថនអភិបាលរងផងនិងជាប្រធានយុវជនគណៈបករបស់ខេត្តកញ្ចេះអាដាមសំពិសិដ្ឋអូបាទប្រធានយុវជនរបស់ខេត្តកែបខត់តែបានទស្សនាទាំងអស់ហើយបាទតាមមើលអញ្ចឹងគឺថាខ្ញុំផ្ញើសេចក្តីនឹករលឹកបាទដល់យុវជនគណៈបកទូទាំងប្រទេសបាទទស្សនាបងប្អូនកុំភ្លេចថ្ងៃទី28ខែកក្កដាឆ្នាំ2013យើងទៅបោះឆ្នោតឲ្យបានគ្រប់គ្នាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាបាទមកលុបសន្តិភាពធ្វើឲ្យវិស័យកីឡារបស់យើងរីកចម្រើនដូចសពថ្ងៃនេះឥឡូវនេះគឺថាកញ្ចក់ទូរទស្សន៍បាយ័នកន្លែងណាក៏មនុស្សស្កះដែរបងប្អូនបាទគឺថាជុំវិញទីលានដែលទស្សនានេះគឺថាណែនហ្មង12បាទចរន្តដីសីបន្តិចបោះជ័យកសលចន្លោបានចប់ទឹកទី2ទៀតហើយបាទមួយជើងអាយ៉ាជ័យកសលក៏ចន្លោបាទអីសីបោះលៀនមួយរបស់កែរំចង់ទៅលើជ័យកសលទៅហើយអំបញ្ញ3នេះបាទលោកឆ្វេងថែមស្ដាំចូលជួងបានមិនលើឡើងចប់អ្នកឲ្យទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី3ស្រាបៀរកម្ពុជាជាស្រាបៀរពិតរបស់ប្រជាជនកម្ពុជាផលិតផ្ដាច់មុខដោយកម្ពុជានិងជាស្រាបៀរដំបូងនិងតែមួយគត់របស់ប្រជាជនកម្ពុជាជីបម៉ុងខនក្រីតមានទំនុកចិត្តទាំងគុណភាពសេវាកម្មបរិមាណនិងបច្ចេកវិទ្យាទឹកដោះគោខាម៉ាលីខាប់ឈ្ងុយផ្អែមឆ្ងាញ់ដៃថែមអ៊ីតាលីម៉ាវីគឺជាគ្រឹះអនាគតដ៏រឹងមាំស៊ីម៉ងអូតគុណភាពចំណាត់ថ្នាក់លេខ1ខ្ញុំបាទយកឱកាសនេះជម្រាបជូនបន្តិចថាលោកអុកញ៉ាលៀងភុនប្រធានគណៈនាយករបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាដែលជាស្រាបៀរពិតរបស់ប្រជាជនកម្ពុជាផលិតផ្ដាច់មុខនៅកម្ពុជានិងជាស្រាបៀរដំបូងតែមួយគត់របស់ប្រជាជនកម្ពុជាឧបត្ថម្ភកីឡាករទាំងពីរនេះក្នុងម្នាក់2លានរៀលប៉ុន្តែប្រសិនបើបាទក្នុងម្នាក់2លានរៀលហើយស្រាបៀរម្នាក់មួយកេះបាទ2លានហើយម្នាក់មួយកេះទៀតប៉ុន្តែបើសិនជាកីឡាកររូបណាមួយវ័យកីឡាករមួយទៀតឲ្យសន្លប់បាននោះគឺថាលើកទឹកចិត្តថែម1លានទៀតបាទតែបើអត់សន្លប់ទេអត់បានទេបាទព្រោះឲ្យម្នាក់2លានហើយបាទចឹងទេគឺថាតាមរយៈគូនេះផ្ញើជូនលោកតាបាទលោកតាភ្នំល្ងលោកតាចូលចិត្តណាសើចស្រួលណាបាទលោកតាភ្នំល្ងហ្នឹងគឺថាមានបច្ចុប្បន្ន73ព្រះវស្សាហើយប៉ុន្តែចូលចិត្តមើលយុវជនវ័យគាត់ថាកាលពីក្មេងគាត់វ័យញាក់សាច់ដែរហ្នឹងបាទឥឡូវនេះជ័យកសលនិងកែវរំចង់នេះធ្វើឲ្យលោកតាភ្នំល្ងអាយ៉ាហើយផ្ញើជូនអ្នកភូមិកឡង់ជ្រុងសាឡៅពងទឹកនៅឃុំស្ដេចគង់ជើងទាំងអស់បាទអ្នកស្រុកអ្នកភូមិយើងក៏បានផ្ញើដល់ចឹងគាត់សប្បាយចិត្តណាប៉ុន្តែខ្ញុំផ្ដាំថ្ងៃ28កក្កដាត្រូវទៅបោះឆ្នោតទាំងអស់គ្នាបាទឲ្យបានគ្រប់គ្នាបាទអូកែវរំចង់អំបញ្ញនេះគេថាប្រើរន្ទះជើងព្យុះសមុទ្របងប្អូនណាបាទមួយជើងបាទគាត់បិទថោតឲ្យមើលទេបាទបិទថោតឲ្យមើលលេងទេបាទឲ្យមើលទេមិនមានបំណងឲ្យត្រូវទេបាទគេថាគាត់បង្ហើបាទឲ្យលហើយសក់ប៉ុន្តែជ័យកសលសំណាងដែរក៏បានកាត់សក់ខ្លីគ្រាន់តែអង្គើទឹកទី3ហើយបាទលោកអោបកមលនិងលោកស្មានចន្ទរាអញ្ញាកដាលឧបត្ថម្ភអញ្ញាកដាលយមសង្គម$10សរុបទាំងអស់$20បាទលោកទាំងពីរនាក់លោកសំអុលនិងលោកចន្ទរាម្នាក់$10បាទឥឡូវនេះកែវរំចង់កំពុងចិត្តលោទាំងកែវរំចង់និងជ័យកសលបាទនៅថ្ងៃទី5ខែមេសាឆ្នាំ2013នេះនឹងត្រូវធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិបាទជាមួយនឹងកីឡាករប្រេស៊ីលបាទកែវរំចង់ជួបអាល់ដេតុនជ័យកសលជួបហ្គាស្តូវូបាទថ្ងៃទី5ខែ4ឆ្នាំ2013ទេបាទទឹកចេញក្រៅមានដៃខ្លះដែរបាទជាការពិតបាទប៉ុន្តែគ្រាន់យើងយកពាក្យជើងជាគោលបាទជើងជាគោលទី4ឥឡូវនេះគឺថាបន្តការអធិប្បាយបាទសូមអញ្ជើញបាទសូមអរគុណបាទលោកសារពេជ្របាទទឹកទី4បាទចាប់ផ្ដើមបាទដៃស្ដាំរបស់កែវរំចង់ទៅលើផ្ទៃមុខជ័យកសលព្យាយាមប្រាប់ថែមទៅពីដៃរបស់រំចង់បាត់ទៅហើយបាទថែមទៀតកំណាប់ដៃហ៊ុនទៅលើជ័យកសលក៏ព្យាយាមប្រើកំណាប់ដៃសងត្រឡប់មកវិញ
បាយមីនេះខ្ញុំបាន គាត់ សុ ជើ ំ ងក្រោមរ បា ប ន ស់ សំ កែ ណុំ រំ ពរ ចង់ ថាឲ្យទឹកទី4នេះសូមធ្វើម៉េចឲ្យប្លែកបាទ គាត់ទៅគាត់មកដូចគ្នាវាយទៅវាយមកដូចគ្នាហើយដៃក្តាមទៅ អូយ ជង្គង់បាទចូលអោបជើងក្រោមរបស់កែរំចង់អោបឡើងជង្គង់របស់ជ័យកសលរំចង់ឡើងសងបាទស្ដាប់លោកអាញាកណ្ដាលផ្ទះខ្នងថាបំបែកលោកឆ្វេងរបស់ជ័យកសលលោកឆ្វេងរបស់ជ័យកសលដៃឆ្វេងក្តាមរបស់កែរំចង់ដងខ្លួននឹងផ្ទៃមុខជើងក្តាមរបស់ជ័យកសលជើងក្តាមរបស់រំចង់សងកណ្ដាប់ដៃទៅវិញទៅមកដូចគ្នាបងវាយដងខ្លួនខ្ញុំវាយដងខ្លួនបងទាត់ជើងស្រាំខ្ញុំទាត់ជើងស្រាំបងវាយលើបងក៏វាយលើដូចគ្នាលោកដៃឆ្វេងរបស់ជ័យកសលលោកឆ្វេងមួយទៀតមិនដល់ជើងស្រាំរបស់កែវរំចង់មិនចំដូចគ្នាជើងស្រាំតងមិនត្រូវវិញលោកដៃឆ្វេងរបស់ជ័យកសលក៏មិនត្រូវដូចគ្នាកំពុងតែរន្ធើនដូចគ្នាបាទជើងគាត់ទៅពោះមិនត្រូវទេបាទជ័យកសលថយតន់លោកឆ្វេងថែមក្តាមលើដងខ្លួនកែវរំចង់បាទទាត់អំបញ្ញមិញនេះមិនដឹងឈ្មោះអីដែរបាទ បាទនេះគឺរន្ទះជើងខ្មោចបាទ អូបាទ រន្ទះជើងខ្មោច អាយ៉ាមានទៅមានមកដូចគ្នាដៃក្តាមខោបាទគង់តែ ប្រិយមិត្តយើងហូរសម្បើមណាស់ បាទយ៉ាងណាហើយលោកឆ្វេងរបស់ជ័យកសលវាយដៃខោនេះមិនត្រូវទេជ័យកសលថយតនវាយកាត់វិញអោបគ្នាជាប់បាទលែងដល់ខ្លួនឯងអោបក៏ខ្លួនឯងលាវិញក៏ខ្លួនឯងដែរបាទកុំឲ្យហត់លោកអាញាកណ្ដាលបាទពិតជាជួចិត្តដល់អារម្មណ៍សម្រាប់គូឯកគូទី5បាទមួយឡើងជង្គង់មួយវាយចំដូចគ្នាបាទទៅលើដងខ្លួនរៀងខ្លួនបាទមិនចំគោលដៅដៃកំរោរបស់កែវរំចង់បាទត្រូវទប់ស្កាត់ដោយការធំរបស់ជ័យកសលបាទគាត់ហើយនឹងវាយគឺមានសន្ទុះលឿនប៉ុន្តែអ្នកទាំងពីរហាក់បីដូចជាស្គាល់ក្បាច់គ្នាច្បាស់ខ្លួនគ្នាបាទ គូទី5ដែលជាគូឯកទឹកទី5ជាទឹកផ្ដាច់ព្រាត់ លោកស្រីនៅនាងកញ្ញាជាទីមេត្រីឃើញថាការទស្សនានៅទីនេះសប្បាយណាស់បាទខ្ញុំនៅវេទិកាស្រែកដើម្បីឲ្យសប្បាយជូនដល់យុវជនទូទាំងប្រទេសណាបងប្អូនណាគូនេះណាមើលយុវជនយើងគឺថាសឿនបឿងអញ្ចឹងបាទក្បាច់អាម៉ាញ់មិញនេះគេហៅថាហាក់ប្រមាណចកតស្ពានមួយជើងរបស់ជ័យកសលស្ទុះចូលប្រើកណ្ដាប់ដៃមួយយ៉ាអូមិនធម្មតាទេបាទយុវជនសម័យដែលចូលសែនស្មោះបាទវ័យកក្រើកមេឃកក្រើកដីបងប្អូនណាបាទមកលុបសន្តិភាពវិស័យកីឡារបស់យើងរីកចម្រើនអញ្ចឹងឯងបាទបន្តការប្រកួតដើរចូលរបស់ជ័យកសលកូនសិស្សរបស់លោកគ្រូព្រឿងសោះសាយហើយកែវរំចង់បាទកែវរំចង់នេះកូនសិស្សរបស់លោកកែវសំអានបាទជាឪពុកគាត់ហើយកែវសំអានហ្នឹងបាទដើរចូលច្រកដៃស័យមួយដើរចូលផ្ញើជូនបងណាស៊ីផងបាទផ្ញើជូនគាត់ផងបាទឥឡូវនេះគឺអ្នកទស្សនារបស់យើងហូរសម្បើមណាស់អណ្ដាប់ដៃសព្រះរៀមរបស់កែវរំចង់រន្ទះជើងឥតសមោលល្មាញមិញនេះគេហៅថារន្ទះជើងខ្មោចបុរាណខ្មែរយើងបាទបំបែកអាញាកណ្ដាលបំបែកវៃល្អមើលមែនទែនបាទ1 2អូខ្ញុំបានអត្ថាធិប្បាយភ្លេចផ្ញើជូនឪពុកខ្ញុំបាទផ្ញើជូនឪពុកខ្ញុំបងបាទគាត់ចូលចិត្តបដាល់ណានៅឯស្រុកឯភូមិអាយអូយកែវរំចង់ល្អើជើងនេះកែវរំចង់ល្អើជើងមិនចំហទេជ័យកសលស្មានអ្វីត្រូវខំលើកដៃមានមោទនភាពតាមពិតល្អទេបាញ់មិញនេះដើរចូលបន្តិចបាទអូយ៉ាអានេះគេហៅថាក្បាច់អ្នកស្រុកនៅភូមិយើងបាទបាទក្បាច់អ្នកស្រុកនៅភូមិយើងទៀតបាទតែមួយនាទីទៀតទេអូយដៃកែវរំចង់អាបាញ់មិញនេះលើស PM21 ទៀតបងប្អូនបាទទម្ងន់ខ្យល់លឺសូវីបក្បែរគុំតិចបាទលឺសូវីបល្មងបាទ
អាយ៉ាបាទអាយ៉ា យោយកណ្ដាលអាយ៉ាបាទណាស់អាយ៉ាអូហូទៅជារំពងរស់ហើយបាទទៅជាឡាំលាវបាទញ៉ាកណ្ដាលថាអ្វីឥឡូវហ្នឹងបាទបើសិនណាឈ្នះឧបត្ថម្ភថែមមកលៀនពីលើទៀតបាទអុកញ៉ែលៀងគុណគាត់សឿងបឿងបកបដែរបាទមិញហ្នឹងឧបត្ថម្ភម្នាក់2លានបាទអ្នកណាឈ្នះថែមមកលៀនពីលើទៀតឲ្យបងប្អូនហក់កញ្ជែងហ្មងបាទដើរចូលអាយ៉ាបាទឯគេថាបាច់តែឆ្ងាញ់របស់កីឡាកររបស់យើងថ្ងៃនេះ2គូញ័រខ្លួនបងប្អូនបាទញ័រខ្លួនបានជប់សិនបាទអូមួយទៀតសំឡេងហោឲ្យខ្លាំងមួយទៀតបាទមិនធម្មតាទេបាទភ្លុកទឹកភ្លុកដីបងប្អូនបាទប៉ុន្តែខ្ញុំបាទឆ្លៀតឱកាសនេះផ្ដាំផ្ញើបងប្អូនណាមកលុបសន្តិភាពបាទគឺថានាំមកនៅការរីកចម្រើនវិស័យកីឡាដូចនេះឯងបាទបាទឥឡូវជ័យកសលនិងកែវរំចង់កំពុងតែសប្បាយចិត្តហើយបើថាស្មើចៃគ្នាម្នាក់2លានកន្លះបាទឥឡូវនេះបើសិនជាឈ្នះនឹងតែ3លានហើយបើសិនបើស្មើម្នាក់2លានកន្លះហ្នឹងគឺថាស្មើគ្នាចឹងបងបងប្អូនជ័យយោវិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជាបាទលទ្ធផលជាផ្លូវការយ៉ាងណានោះគឺថាលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីមកលុបសន្តិភាពនាំមកនៅវិស័យកីឡារបស់យើងរីកចម្រើនដូចសពថ្ងៃជ័យយោវិស័យកីឡាចាឥឡូវនេះលទ្ធផលជាផ្លូវការបានមកដល់តុគណៈកម្មការរបស់យើងហើយដូច្នេះនាងខ្ញុំសូមប្រកាសជូនតែម្ដងគឺកីឡាករទាំងពីរនាក់នេះស្មើគ្នាខ្ញុំបាទសូមជម្រាបជូនថាបើកីឡាករយើងស្មើគ្នាឧបត្ថម្ភម្នាក់2លានកន្លះបាទ2លានកន្លះ250ម៉ឺនម្នាក់បាទ